បងប្អូននៅចាំបានទេក្មួយស្រីម្នាក់កើតជំងឺមហារីកពោះវៀនធំនៅខាងថ្នល់ចាមខេត្តកណ្ដាលកាលពីថ្ងៃទី30ខែ1ឆ្នាំ2026ក្រុមការងារយើងបានចុះទៅសួរសុខទុក្ខនិងបានសួរនាំអំពីអាការៈខ្លះៗនិងស្ថានភាពអ្នកជំងឺផងដែរតែមកដល់ពេលនេះគាត់បានជាដាច់ 100% ហើយពិតជាអស្ចារ្យនិងនឹកស្មានមិនដល់ទេបងប្អូនសូមបងប្អូនស្ដាប់ការសម្ភាសន៍ដូចតទៅណែអូពុកស្រស់ណែស្រស់ជាបាត់ហើយនិយាយមកថាខ្ញុំទៅឆាតទៅលោកគ្រូដែលខ្ញុំឆាតទិញឆ្នាំមួយគាត់ហ្នឹងខ្ញុំចេះលោកគ្រូមិនអត់មកសុភាទៀតអីជីហើយណាមានទេតពូទៀតហ៎មានទេជូនអ្នកគ្រូទៀតហ៎ថ្ងៃមុនទៅទិញបែរមុខទៅថ្ងៃមុនទៅទិញមួយខ្ញុំដល់ក្រុមហ៊ុនហ្នឹងដូចទៅអ្នកលក់នឹងថាជាបាតជាហើយអ្នកគ្រូបើអីថតឲ្យជាប់ពូហ៎បងចូលគៀកតិចមកបងថ្ងៃក្រោយមានសំណាងរួចជីវិតហើយណាសាច់ខ្លាសាច់ខ្លាមុនឡើងវាយដល់ចាំនិយាយថាចេះពេទ្យគេភ្នាល់មួយយើងថាទោះបីធ្វើអីក៏អត់ត្រជាក់ខ្លួនដែររោគហ្នឹងបើមិនចាក់គីមីតែឡើយមានក្តៅតិចដល់ពេលឥឡូវហ្នឹងគាត់អត់ប្រើថ្នាំពេទ្យទៀតទេឈប់ឲ្យគាត់ហូបតែថ្នាំហ្នឹងតែមួយមុខទេឥឡូវមានអីតិចស្រេបតិចជ្រុលសាច់បានខ្លាចាតិចជ្រុលសាច់អីទៅពិនិត្យពេទ្យឯក្រោយហ្នឹងខ្ញុំទៅតែគេថាអត់ឃើញទេសាច់ហ្នឹងតែខ្ញុំថតនៅពេទ្យនេះណាចិត្តហ្នឹងឯងចាអូគេមានអីថតទេមានគេមានអីអេកូតែគាត់ថាគេថាអត់ឃើញទេពីមុនឃើញធំពីមុនមានឃើញតែថតឃើញសាច់3ដុំប៉ុន្តែឥឡូវហ្នឹងគេថាអត់សូវច្បាស់ទេគេថាអញ្ចឹងណាបើថាមកជាអស់ចិត្តហ្នឹងខ្ញុំទៅថតទៅទៀតហើយចាតែខ្ញុំមកថាទៅពេទ្យណាតែខ្ញុំត្រូវតែថតគាត់ទៀតឲ្យច្បាស់ឃើញទេចាអង្ការឃើញហើយអត់បានចាក់គីមីគីមីក៏អត់ចាក់ស្អីក៏អត់ធ្វើដុំសាច់ឥឡូវលាយបាទទោះជាពេទ្យអេកូមិនដូចម៉ាស៊ីនទំនើបនៅពេលរត់ក៏ដោយតែផលិតលេខឃើញហ្នឹងជាហើយកន្លែងនេះរត់ចេញមួយទៀតតែដល់ពេលឥឡូវក្រាបវិញហើយកន្លែងវះហ្នឹងកន្លែងវះពីមុនមកហ្នឹងគាត់រត់ចេញមកគ្រាប់ទៀតតែឥឡូវទៅវិញបាត់ហើយលេងពីមុនលោកវះកហើយវះយកសាច់ដុំប៉ានិកនៅកចាដុំធំហ៎ដុំធំអូថតបានមកអាហ្នឹងលួចថតគេឲ្យឈ្វីលមកឯងព្រោះយើងដេកពេទ្យហ្នឹងណាគេឲ្យមកទេដល់ពេលអញ្ចឹងវាហើយសប្តាហ៍ម្លងបានតែ2ឆ្នាំចាញ់ដៃនឹងទៀតដល់ផឹកឆ្នាំហ្នឹងទៅឥឡូវទៅបាត់ហើយមានស្អីទៅបាត់ហើយនិយាយបើនិយាយពីកូនខ្ញុំ4គ្រាប់ហើយនេះក្នុងពោះ3គ្រាប់កនឹងមួយទៀត4ហើយដល់ឥឡូវវាទាំងអស់ហ្នឹងវាអត់មានឃើញទេវាលឹបទៅអស់ហើយកូនមួយខ្ញុំជួបទៅថ្ងៃមុនណាទាំងម៉ែទាំងកូនទាំងយាយដល់ពេញហ្នឹងស្រកអស់បាត់សល់ខ្ញុំស្ទាបឃើញទូចគាត់អូជា100%ហើយជាហើយគាត់ហូបអីនិយាយមកថាចាហូបអីគូបានរងឲ្យទៀនស៊ីដែលខ្ញុំថាជាហ្នឹងគូខ្ញុំអត់ទៅថតថាជាហ្នឹងខ្ញុំនិយាយថាកូនខ្ញុំលែងក្តៅខ្លួនបាទព្រោះពេទ្យគេភ្នាល់មួយខ្ញុំថារោគហ្នឹងគឺអត់បាត់ក្តៅទេបើយើងមិនមើលកូនចាំនិយាយចឹងដល់ពេលឥឡូវវាបាត់ក្តៅខ្លួនយើងអត់ប្រើណាពេទ្យសុបាយចិត្តខ្លួននេះចានិយាយមកហ៎សុបាយចិត្តអត់គាត់អត់មានឆាតទៅអ្នកគ្រូថាញ៉ាំអីបានទៀតអូយនៅតែសួរអញ្ចឹងលោកគ្រូឥឡូវរៀនហាក់ទីម៉ានហ៎រៀនហាក់ទី3នៅឆ្លើយពូសិនហាក់ទីម៉ានឡើយហ៎មកឆ្លើយពូឲ្យវ៉ាន់រៀនឆ្លើយឲ្យវ៉ាន់បានពាន់ផឹកឆ្នាំនឹងជីឲ្យឆ្លើយនេះរៀនហាក់ទីម៉ានទី3ហើយរៀនចោលលេខម៉ានរៀនចោលលេខ5អូហើយសិស្សម៉ានអ្នក50ចុះលេខ5អូហើយមេគេប្រធានថ្នាក់គេទៀតណាគេលុយគេអីចឹងទៅគ្រូឲ្យប្រមូលហើយគ្រូមានឆ្ងល់ហ៎គ្រូឆ្ងល់គ្រូថាគ្រូដេញឲ្យទៅចាក់គីមីដែរខ្ញុំថាឥឡូវខ្ញុំអត់ទៅទេលោកគ្រូខ្ញុំព្យាបាលថ្នាំខ្មែរអីចឹងណាខ្ញុំប្រាប់គ្រូញ៉ាំថ្នាំដល់សម័យហ៎ប្រាប់ហ្នឹងហើយហើយគ្រូថាម៉េចចាដល់ពេលចឹងថាប្រហែលជាមិនជាទេទៅពេទ្យទៅថយបាញ់គីមីអញ្ចឹងណាអត់ប្រមាថបានទេចាដល់ពេលឥឡូវពេលប៉ុន្មាននេះលោកគ្រូសួរថាចេះកូនហ្នឹងមិនបានបងឯងមើលអីគេបានគាត់ជាអញ្ចឹងថាអញ្ចឹងណាថាលោកគ្រូខ្ញុំអត់ទាន់ដឹងថាម៉េចទេតែគាត់បាត់ក្តៅខ្លួនបាត់អីហ្នឹងហើយបើក្តៅខ្លួនគ្រូដឹងដែរគ្រូតេមកខ្ញុំរហូតដល់ពេលឥឡូវតែរៀនលេងក្តៅលេងភ្នាល់មួយខ្ញុំចាញ់ឥឡូវគ្រូពេទ្យអត់ភ្នាល់ទេខ្ញុំថាជាដែរគ្រូពេទ្យជាខែបងតាំងពីគ្រូចេះតាំងបើកដំបងមកសំបីតាគេគាត់ដុកទ័រធំមួយចំនួនណាដែលគាត់ព្យាបាលដល់ដំណាក់កាលទី4អត់មានវិធីទេមានន័យថាដំណាក់កាលទី4ធ្ងន់ធ្ងរចាក៏មានជំរឿនគាត់ណែនាំញ៉ាំថ្នាំដែរលោកគ្រូដុកទ័រមួយចំនួនណាគាត់ណែនាំព្រោះគាត់
ក៏ដល់ទៅបថុយទៅញ៉ាំថ្នាំដាស់សមោយអីគេទៅ ចាដូចខ្ញុំប្រាប់លោកគ្រូហើយតាថាខ្ញុំត្រៀមទៅចាក់គីមីដល់ពេលឃើញគេឡាយថ្នាំនឹងមកថ្ងៃត្រង់ជាក់ ពេលខ្ញុំមក រៀបចំ មកសុភ័ក្រខែបានថ្ងៃមកសុភ័ក្រ ខែម៉ានេះកណ្ដឹងគាត់ញ៉ាំបានខ្ទង់3ខែលោកគ្រូមកសុភាហឹង ដូចខែ1ហ៎ខែ1ខែ2ណា ខែ2 តែបើអូនចាប់ញ៉ាំថ្នាំហ្នឹងខែ12ថ្ងៃទី5នេះទៅទិញថ្នាំហ្នឹងយកមកញ៉ាំណា ឥឡូវនេះបងប្អូនខ្ញុំមកសុភ័ក្រគាត់ថ្ងៃទី14ខែ6ឆ្នាំ2026ឥឡូវជា 100% ហើយតែពូឲ្យថ្នាំមកកំប៉ុង អរគុណពូផងសុភ័ក្រ មកកំប៉ុងធំហ្មងណាមកកំប៉ុងហ្នឹងញ៉ាំបាន 3-4 ខែអើសំទោស2ខែ ខែ អូយអូមកខ្ញុំអថងថាកូនខ្ញុំលែងប្រើថ្នាំពេទ្យ ជីញ៉ាំទៀត ពីមុន សូម្បីតែផ្ដាសាយក៏អត់ដែរ អត់ទេអត់ ចាំមើលមិនភ្លៀងអញ្ចឹងណា ចា ផ្ដាសាយគ្រុនក៏អត់គ្រុនដែរព្រោះឆ្នាំនេះវាធ្វើឲ្យមានវាធ្វើឲ្យប្រព័ន្ធការពារនឹងកាយខ្លាំងណា ចង់និយាយចេះទៅសាលាធម្មតាទៅសាលាក្មេងច្រើនវាតែងតែមានមេរោគក្អកឆ្លងផ្ដាសាយអីគាត់អត់ទេ អត់ទៅដូចតែកូនខ្ញុំ ចា អានោះមិនដែរចេះឈឺឈឺតែដៃជើងវាតតគ្នា ហ្នឹងនេះលោកគ្រូមើលនេះអស់ខ្មងហ្នឹងទៅលេងមួយគេហក់លោតឡើងបាច់ខ្មងបាច់ណាហើយមានអីទៀត បងប្អូនមើលទឹកមុខបងឃើញប៉ាម៉ាក់គាត់សុបាយចិត្តទេ មុនយំមក ពីមុនយំឥឡូវជីអើយសុបាយហើយ បើសុបាយមិនលោកគ្រូបើទោះបីអត់មិនគឺខ្ញុំត្រូវទៅ ក្តៅទៅពេទ្យ20000 30000 20000 30000ទៅដល់ផ្សំថ្នាំដល់ថ្នាក់ពេទ្យដល់ថ្នាក់ទៅដល់បានស៊ីគេលេងផ្សំឲ្យគ្រូ គេមិនដឹងសមត្រូវសមត្រូវ គេថាយើងប្រើច្រើនពេក ហើយដូចខ្ញុំទៅថត ផ្សំឡើងចាប់ពី20000ឡើង ឯកជននេះចឹងគេអត់យកលុយទេព្រោះអីគេគាត់ទៅថតហើយគេមានអីឲ្យអីយើងចឹងណាគេអត់យកលុយទេគេថតឲ្យយើងព្រេដែរថាបើសុំឈ្វីលនឹងបានអត់គេថាអត់ទេព្រោះអីគេអត់យកលុយពីយើងទេ បាទអូជីមិនធ្វើអីទេ ទៅថតអាពេទ្យហ្នឹងគេថាគេអត់ អូយ ដល់លុយទៀត ថ្ងៃមុនខ្ញុំឆ្លាតទៅទេអើលោកគ្រូគេណាមកសម្ភារទៀតបើកូនខ្ញុំជាអត់មកសម្ភារទេ ខ្ញុំជីកាត់ខ្ញុំចូលលេងហើយតិចជនចាចាស់ចង់មកមើលថាមិនហើយ ហើយតគ្នាទៅដល់លិចអីយាយនោះអីដាប់ដួអីផាត់ខោបបានដើរបានអីអស់លេងអញ្ចឹងទៅ ដើម្បីពេញភពលោកហ្នឹង ភពលោកហ្នឹងឲ្យល្បី លេខគេលេខអី ឲ្យគេខ្ញុំទៅជួបគេនៅពេទ្យអីខ្ញុំឲ្យគេសួរចាគេកើតគេដោះពពកពពអីហ្នឹងខ្ញុំឲ្យលេខទៅគេជួបគ្នានៅពេទ្យអីចាហើយគេឆាតទិញ បាទ អ្នកស្អីគេឆ្ងាយនៅអីគេដូចជាស្អីណា ដល់កូន ឆាតទៅទិញ អៀនណាអៀនណា អើយបកកាយនិយាយតែដល់ពេលចោលស្វែងចេះនិយាយ ជានេះទៅអៀននេះ ជាហើយខ្ញុំអតែអត់និយាយទៅសំខាន់គាត់លែងប្រើថ្នាំពេទ្យអមមុនទៅថ្នាំពេទ្យបានត្រជាក់ខ្លួនឥឡូវអត់ទេ អត់ដល់ អត់ហូបតែថ្នាំនឹងតែមកមុខគាត់ មិនមានលុយឲ្យចៃ 50000 ឲ្យក្មួយ 50000 អាណិតខ្ញុំអមែនតាទោះបីខ្ញុំអត់មិនខ្ញុំទៅទិញដល់ក្រុមហ៊ុនរហូតហ្នឹង បាទ ទិញដល់យ៉ាងម្រេះ ដល់ក្រាញ់ចម្រើន អ្នកបញ្ជូនទៅទិញនំចាយទិញចាយទិញនំញ៉ាំ អូយអរគុណណាលោកគ្រូអរគុណសូមឲ្យក្រុមហ៊ុនដំណើរការបានល្អទៅមុខទៀតណាលោកគ្រូចាពួកអីកូនខ្ញុំជាហើយខ្ញុំនិយាយមកម៉ាត់ថាកូនខ្ញុំជាហ្មងណានិយាយចឹងហ្មងពួកអី នឹងមកដុំណារោគ ចឹងវិញកា គ្រូរកស៊ីមានបាន បាទអរគុណបងអរគុណ ចា អរគុណណាបងអរគុណសុខសប្បាយបងគ្នាបងបាទ ចា